មន្ត្រីនេតភត្រាអញ្ជើញចែកវិញ្ញាបនបត្រសង្គមចាអចលនវត្ថុប្លង់រឹងចំនួន1634ក្បាលដីជនពលរដ្ឋនៅឃុំសពស្រុកព្រែកប្រសពបើយោងតាមរបាយការណ៍ស្វាគមន៍របស់លោកអ៊ូសុប៊ុនកាប្រធានមន្ត្រីរៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តក្រចេះបានឲ្យដឹងថាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺជាការចុះបញ្ជីដីធ្លីដែលកើតចេញពីគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលដែលបានធ្វើកំណែទម្រង់លើវិស័យដីធ្លីជូនប្រជាពលរដ្ឋនិងបានដាក់ចេញនូវយន្តការវាស់វែងដីធ្លីបង្ហើយក្នុងគោលបំណងកាន់កាប់ដីធ្លីច្បាស់លាស់មានសុវត្ថិភាពនិងមូលដ្ឋានច្បាប់រឹងមាំនិងដើម្បីធានាបាននូវចរន្តការឯកសារការគ្រប់គ្រងបច្ចុប្បន្នភាពព័ត៌មានដីធ្លីនិងការពារប្រយោជន៍របស់ប្រជាពលរដ្ឋប្រធានមន្ត្រីរៀបចំដែនដីបានថ្លែងលទ្ធផលនៃការចុះបញ្ជីដីធ្លីក្នុងស្រុកព្រែកប្រសពសម្រាប់ការវាស់វែងចំនួន48,665ក្បាលដីប្រមូលទិន្នន័យបានចំនួន44,360ក្បាលដីបញ្ចូលទិន្នន័យបានចំនួន42,533ក្បាលដីគូក្បាលដីបានចំនួន48,518ក្បាលដីក្បាលដីបិទផ្សាយបានចំនួន23,380ក្បាលដីចេញបានចំនួន1,892ក្បាលដីនិងចែកបានការចំនួន16,380ក្បាលដីលោកអ៊ូសុប៊ុនកាបានបញ្ជាក់ថាក្រុមការអនុវត្តកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ក្រុមការងារគ្រប់គ្រងតំបន់វិនិច្ឆ័យជាមួយនឹងអាជ្ញាធរស្រុកឃុំភូមិនឹងមានការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីមន្ត្រីរៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តក្រចេះបានបន្តចេញនូវវិញ្ញាបនបត្រសង្គមម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន4ភូមិគឺភូមិប្រឹងច្រែងភូមិក្លភូមិសពក្រោមនិងសពលើឃុំសពស្រុកព្រែកប្រសពខេត្តក្រចេះបានចំនួន1634ក្បាលដីក្នុងនោះភូមិប្រឹងច្រែង559ក្បាលដីរួមមានដីលំនៅឋានចំនួន332ក្បាលដីដីកសិកម្មចំនួន226ក្បាលដីសាលារៀន1ក្បាលដីដីអវត្តមានចំនួន92ក្បាលដីនិងដីវិវាទចំនួន6ក្បាលដីគឺភូមិក្លោចំនួន247ក្បាលដីរួមមានដីលំនៅឋានចំនួន76ក្បាលដីដីកសិកម្មចំនួន170ក្បាលដីដីកប់ខ្មៅចំនួន1ក្បាលដីដីអវត្តមានចំនួន51ក្បាលដីភូមិសពក្របចំនួន398ក្បាលដីរួមមានដីលំនៅឋានចំនួន246ក្បាលដីដីកសិកម្មចំនួន150ក្បាលដីសាលារៀន1ក្បាលដីមណ្ឌលសុខភាពចំនួន1ក្បាលដីដីអវត្តមានចំនួន56ក្បាលដីដីវិវាទចំនួន3ក្បាលដីភូមិសពលើចំនួន460ក្បាលដីរួមមានដីលំនៅឋានចំនួន229ក្បាលដីដីកសិកម្មចំនួន196ក្បាលដីដីវត្តចំនួន2ក្បាលដីសាលារៀនចំនួន1ក្បាលដីសាលាឃុំចំនួន1ក្បាលដីប៉ុស្តិ៍រដ្ឋបាលចំនួន1ក្បាលដីដីអវត្តមានចំនួន87ក្បាលដីនិងដីវិវាទចំនួន1ក្បាលដីក្រុមហ៊ុន Maka សាងសង់ TSE ផ្ដល់សេវាប្រឹក្សាយោបល់និងការសាងសង់សំណង់គ្រប់ប្រភេទប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ជាសកលទំនាក់ទំនង Telegram លេខ015 299 697